ឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងកាងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈណែនាំនិស្សិត JTP អាហារូបករណ៍រដ្ឋាភិបាលកូរ៉េត្រូវយកចិត្តទុកដាក់រៀនសូត្រក្រេបយកចំណេះដឹងថ្មីៗបទពិសោធន៍ល្អៗមកចូលរួមអភិវឌ្ឍប្រទេសកម្ពុជាឯកឧត្តមរដ្ឋមន្ត្រីហេងសួរលើកទឹកចិត្តនិស្សិត JTP អាហារូបករណ៍រដ្ឋាភិបាលកូរ៉េឲ្យខិតខំរៀនសូត្រពីប្រទេសជឿនលឿនក្រេបយកចំណេះដឹងថ្មីៗបទពិសោធន៍ល្អៗមកចូលរួមអភិវឌ្ឍនិងសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀតក្នុងឱកាសទទួលជួបសំណេះសំណាលនិងផ្ដល់អនុសាសន៍ណែនាំដល់និស្សិត JTP អាហារូបករណ៍ពីសាធារណរដ្ឋកូរ៉េឆ្នាំសិក្សា2026-2027សរុបចំនួន28នាក់ស្រីចំនួន20នាក់នៅថ្ងៃទី12ខែសីហាឆ្នាំ2026នាទីស្តីការក្រសួងមុននឹងពួកគេចាក់ចេញទៅបន្តការសិក្សានៅសាធារណរដ្ឋកូរ៉េឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងកាងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ថាមុខវិជ្ជាសិក្សាទាំងអស់របស់ក្មួយៗគឺពិតជាមានសារៈសំខាន់សម្រាប់តម្រូវការទីផ្សារការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាជាពិសេសជំនាញផ្នែកបញ្ញាសិប្បនិម្មិត AI វិទ្យាសាស្ត្រនិងវិស្វកម្មកុំព្យូទ័រជាដើមឯកឧត្តមបានលើកទឹកចិត្តនិស្សិត JTP ទាំងអស់ឲ្យប្រើប្រាស់ឱកាសដ៏មានតម្លៃនេះក្នុងការខិតខំសិក្សាក្រេបយកចំណេះដឹងបច្ចេកវិទ្យាកំណត់គោលដៅឲ្យបានច្បាស់លាស់កសាងទំនាក់ទំនងជាមួយគ្រូនិងបង្កើតបណ្ដាញទំនាក់ទំនងជាមួយនិស្សិតបរទេសក្រៅពីនេះក៏ត្រូវប្រកាន់ខ្ជាប់ឥរិយាបថល្អដែលបង្ហាញពីភាពស្មោះត្រង់ឧស្សាហ៍ព្យាយាមភាពទន់ភ្លន់និងលើកស្ទួយវប្បធម៌ដ៏ល្អរបស់ខ្មែរបង្ហាញដល់និស្សិតបរទេសគ្រប់ស្រឡាញ់គ្នានិងបង្កើនសាមគ្គីភាពដែលរួមទាំងសមាគមនិស្សិតខ្មែរនិងបងប្អូនពលករនៅកូរ៉េដោយត្រូវចងចាំថាក្មួយៗនិងប្អូនៗគឺជាតំណាងឲ្យកម្ពុជាទាំងមូលនៅក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនឹងការស្វាគមន៍និងអបអរសាទរដល់និស្សិតទាំងអង្គដែលទទួលបានអាហារូបករណ៍ពីកម្មវិធីផ្សេងៗនៃប្រទេសកូរ៉េដែលជាមោទកភាពនិងជាកិត្តិយសសម្រាប់ខ្លួនឯងគ្រួសារនិងសង្គមតាមរយៈកិច្ចខិតខំរៀនសូត្រផ្ទាល់ខ្លួនការបើកឱកាសពីរាជរដ្ឋាភិបាលព្រមទាំងទំនាក់ទំនងការទូតល្អរវាងប្រទេសទាំងពីរនៅក្នុងជំនួបនេះក៏ជាការភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំក្រសួងដែលជារៀមច្បងនិងនិស្សិត JTP ដែលជាទំពាំងស្នងឫស្សីនិងជាអនាគតសសរទ្រូងដ៏សំខាន់របស់កម្ពុជានៅក្នុងឱកាសនេះនិស្សិតទាំង28នាក់បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលបានណែនាំពីបទពិសោធន៍តម្រង់ទិសនិងពង្រឹងស្មារតីក្នុងការត្រៀមលក្ខណៈសម្បត្តិឲ្យបានល្អនៅក្នុងការសិក្សានិងស្នាក់នៅក្នុងប្រទេសកូរ៉េដែលពួកគេពិតជាមានសេចក្តីសំណោះរីករាយក្រៃលែង